នេះគឺជាផាត3នៃការលេង Vlog Fruit ដោយសារតែមានការគ្រប់គ្រងពីអ្នកទាំងគ្នាឥឡូវនេះផាត3បានមកដល់ហើយក៏ប៉ុន្តែខ្ញុំបានផ្លាស់ប្ដូរពីការលេងលើទូរស័ព្ទមកលេងលើ PC វិញដោយសារតែពេលខ្ញុំលេងទូរស័ព្ទគឺថា record ទៅគឺមើលអត់ច្បាស់ទេតែបើខ្ញុំលេង PC វិញគឺថាមើលច្បាស់ញាក់ភ្នែកអ្នកគ្នាហើយអ្នកគ្នានៅចាំមកកាលពី episode មុនខ្ញុំបានទៅយកជើងសានជីហើយនៅវគ្គនេះសាកមេធ្វើទេមានតែ farm ហើយនឹងចាប់ fruit ទេហើយមិនចូលទៅដល់វីដេអូអ្នកគ្នាកុំភ្លេច follow like share comment នេះ comment ទៅឲ្យតែ comment ពីល្អៗអញ្ចឹងតោះឡើយយើងឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូយើងតើគ្នាតោះឡើយយើងធ្វើការហោះទៅតែម្ដងទៅគឺថាយើង farm ដូចជាអត់តន់ផុតកោះតកកទេអ្នកគ្នាគឺថាមកដល់កោះតកកឯអ្នកគ្នាហើយមកយកខ្វែពាក់នេះទៀតទេនេះគឺថាមានអីក្រៅពីយកខ្វែទេមានអារម្មណ៍ថាយកជើង farm អញ្ចឹងមានអារម្មណ៍ថាសង្ហាដូចសានជីដែរអ្នកគ្នាលយដល់អ្នកគ្នាហើយពង farm សុកដឹងប្រុសនេះបែកកឆាឲ្យបណ្ណានេះមកវាយខ្ញុំងាប់បាត់ទៅNever give up, never slow till I finally prove it. Never listen to the no's, I just wanted to prove it. Yeah, I put out all ដោយសារតែនៅកោះនេះគឺថា NPC នៅចិត្តគ្នាទេខ្ញុំក៏សម្រេចចិត្តដាក់កូដគុណ2តែម្ដងទៅ Yeah, I'm sick of being screwed, feel my own adrenaline. Yeah, I do just what I do, and I hope you let me in, yeah. I'm stable, oh yeah, no label, oh yeah, you know me, I'm only, but damn, I'm going ហើយពងសបាយ farm ផងនឹងស្រាប់តែចឹងដល់អ្នកគ្នា Everybody listen up, cause I'll only say it once, I'll show you all the path ហើយបន្ទាប់ពីការ farm ring you ដែរគឺថាខ្ញុំបានដូរកោះទេគ្នានោះគឺថាផ្លូវវាដាក់ទៅនឹងចាតែមុននឹងទៅកោះនឹងខ្ញុំធ្វើការមកកោះស្វាដើម្បីចាប់ fruit អីចឹងណាតែមកដល់នេះភ្លាមគឺថាឃើញ fruit shop ណាគេហើយក៏បានជួបអោនេះមួយអ្នកគ្នាអោហ្នឹងគឺថាមាន friend ខ្ញុំហើយវាចាប់ fruit ហើយវាតាមរយខ្ញុំដើម្បីឲ្យអញ្ចឹងហើយខ្ញុំដល់ឲ្យចាប់ fruit គឺវាឲ្យ fruit នឹងខ្ញុំទៅហើយខ្ញុំក៏ទុកក្នុង store ទាំងអស់ទៅតែឥឡូវយើងធ្វើការមកសងសំណាងដល់អ្នកគ្នាគឺថាចាប់តែម្ដងទៅឥឡូវនេះខ្ញុំថាកាលនេះចិត្តបានឡៃហ្នឹងអ្នកគ្នាទៅបានអីណាតែអីក៏ farm ស្រួល farm ដែរគ្នាប៉ុន្តែមិនចង់បានឡៃជាឡៃស្រួលហោះតាណាតានេះចាហើយទីបំផុតខ្ញុំបានធ្វើដំណើរមកដល់ Marine Fortress អ្នកគ្នាថាឈ្មោះវាអញ្ចឹងហើយខ្ញុំមកធ្វើការយកខ្វែយកអីធម្មតាអញ្ចឹងហើយក៏បានឃើញរឿងខ្ញុំអ្នកគ្នាហើយតម្លៃខ្លួនខ្ញុំ1.300ម៉ាននេះប្រហែល1300អីហ្នឹងដល់កមកណាហេតម្លៃខ្លួនវាអីណាឥឡូវធ្វើការ farm ទៀតអញ្ចឹងI'm stable, oh yeah, no label, oh yeah, you know me, I have only I'm only, but damn, I'm going to wait, yeah ហើយខ្ញុំអាពង farm សុសធម្មតាអញ្ចឹងណាគ្នាហើយស្រាប់តែ spawn មេនេះណាគ្នានឹងមេស្អីណាគ្នាអីគេ gray beard នេះខ្ញុំមិនដឹងថាមេនឹងស្អីគេទេហើយខ្ញុំបានរកមេនៅលើនេះអញ្ចឹងបើតាអត់ឃើញទេឃើញតែមេនេះអញ្ចឹងតែប៉ិតហើយមេហ្នឹងមិនមែនមេ gray beard ទេហើយ com farm មួយថ្ងៃគឺថាអត់ដឹងមេនេះទេអ្នកគ្នាហើយមេហ្នឹងដាក់ឈ្មោះ gray beard អីណាតែប៉ិតឈ្មោះ white beard សោះអ្នកគ្នាហើយកន្លែងដែរឃើញប៉ែប៊ូដានេះមកវាយអ្នកគ្នាមកវាយមេ white beard អីចឹងតាហើយខ្ញុំក៏ចាំស៊ីពេអញ្ចឹងទៅតោះមកខ្ញុំធ្វើការនេះអ្នកគ្នាថាដាក់ combo ស៊ីពេអញ្ចឹងអ្នកគ្នា combo ខ្ញុំដាក់ជាមកដាក់វល់ជុំវិញមកគឺថាអត់បានទេគឺថាងាប់បាត់អ្នកគ្នាហើយបានតែប៉ែប៊ូដាអស់ទៅអ្នកគ្នាហើយខ្ញុំមិនដឹងថាហ្នឹងវាយទៅបានអីទេហើយទីបំផុត mission វិញហ្នឹងក៏ត្រូវបាន complete ដោយជោគជ័យអ្នកគ្នាគឺថាយើងលេងម្ដង50 level អញ្ចឹងចំណាយគឺថាវីដេអូនេះគឺមានប៉ុណ្្នឹងទេព្រោះខ្ញុំអត់ដឹងធ្វើអីទៀតទេសារ level ហើយកោទី1នេះគឺថាអត់សូវមានអីធ្វើទេអញ្ចឹងមានតែខ្ញុំចាំទៅដល់កោទី2អីទៅវាសបយធ្វើអញ្ចឹងគឺវីដេអូនេះមានប៉ុណ្្នឹងទេអ្នកគ្នា